ហើយសួស្តីបងប្អូនទាំងអស់គ្នាហើយជនរួមជាតិដែលជាអ្នកតាមដានព័ត៌មានទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាដើម្បីមកស្ដាប់ព័ត៌មានឬក៏ទទួលបាននៅដំណឹងថ្មីដែលពាក់ព័ន្ធទៅនឹងចំនួនព្រំដែនថៃនិងកម្ពុជាជាពិសេសគឺរដ្ឋាភិបាលឯករាជ្យ$23ដែលបង្កើតឡើងដោយគណៈបកប្រឆាំងនៅក្រៅប្រទេសបានថាតើការវិវត្តនឹងដល់ណាហើយចំពោះការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ICC ដើម្បីនឹងយកព្រំដែនដីដែលថៃបានរំលោភបំពានហ្នឹងគឺយកត្រឡប់មកវិញឥឡូវងាកបងប្អូនមកមើលព័ត៌មានជាតិរបស់យើងម្ដងបាទអាចថាជាតិក៏បានអន្តរជាតិក៏បានពីព្រោះអ្នកដែលបណ្ដឹងគឺជាគណៈបកប្រឆាំងដែលបង្កើតឡើងដោយក្រមលោកសំរងស៊ីហើយជាពិសេសនៅក្នុងនោះក៏មានតំណាងអមដោយលោកអ៊ុំសំអានដែលគាត់ជាអតីតតំណាងរាជគណៈបកប្រឆាំងបាទហើយបច្ចុប្បន្នគណៈបកប្រឆាំងក៏បានបង្កើតឡើងជាក្រុមមន្ត្រីរដ្ឋាភិបាល$23ដែលអះអាងពីការផ្ដោតសក្ខីកម្មនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិដែលយើងហៅកាត់ថា ICC បាទព្រោះកន្លងមកគណៈបកប្រឆាំងតែងតែជំរុញបាទយើងមិនអាចនិយាយថាធ្វើទុកបុកម្នេញទេយើងនិយាយថាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ពាក្យបណ្ដឹងក៏ប៉ុន្តែជាក់ស្ដែងយើងឃើញថារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលតំណាងដោយនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតគឺគាត់មិនបានទទួលយកគំនិតនេះទាំងស្រុងនោះទេហើយក៏មិនបានប្តឹងទៅតុលាការណាមួយដែរហើយក៏មិនទាមទារឲ្យមានការវិបកត្រឡប់ទៅវិញដែរគឺគាត់ប្រើទៅតាមនីតិវិធីផ្លូវច្បាប់ជាតិនិងអន្តរជាតិជាពិសេសគឺស្នើសុំឲ្យប្រទេសមហាអំណាចមួយចំនួនដើម្បីជួយសម្របសម្រួលទៅលើចំនួនព្រំដែនថៃកម្ពុជានេះហើយតើតើទៅនឹងព័ត៌មាននេះផងដែរហើយលោកអ៊ុំសំអានដែលជាតំណាងរាស្ត្រយើងអាចថាឈប់ហៅគាត់ជាតំណាងរាស្ត្រទៅព្រោះគាត់ដល់ឥឡូវហ្នឹងគាត់ផ្លាស់ប្ដូរទៅជាបង្កើតរដ្ឋាភិបាលថ្មីហើយយើងគឺរដ្ឋាភិបាលឯករាជ្យ$23ដែលបងប្អូនចាំហើយកាលពីថ្ងៃ24បងប្អូនប្រហែលជាចាំដល់ថ្ងៃ24ខែសីហាយើងនេះគឺគាត់បានបាទយកឯកសារភស្តុតាងបាទភស្តុតាងជាច្រើនតាក់ទងទៅនឹងចំនួនព្រំដែនថៃកាន់កាប់តំបន់ណាបាទតំបន់អានសេះបាទជាដើមដែលមាន70កន្លែងជាងអញ្ចឹងគាត់មានឯកសារភស្តុតាងជាច្រើនដើម្បីយកទៅជួបតុលាការ ICC ហើយអ្វីដែលជាវិជ្ជមាននៅក្នុងនោះយើងឃើញថាតុលាការ ICC គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយក៏បានសំណូមពរឲ្យរដ្ឋាភិបាលឯករាជ្យ$23ហ្នឹងធ្វើម៉េចស្នើសុំឲ្យរកភស្តុតាងបន្ថែមទៀតពីព្រោះភស្តុតាងហ្នឹងនៅខ្វះមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេអញ្ចឹងដើម្បីរកភស្តុតាងបន្ថែមទៀតហើយយើងក៏មិនទាន់ដឹងថាតើភស្តុតាងបន្ថែមទៀតហ្នឹងគឺជាភស្តុតាងអ្វីដើម្បីអាចនឹងដោះស្រាយជាមួយនឹងបញ្ហាចំនួនព្រំដែនរវាងថៃនិងកម្ពុជានេះបានហើយតកតងទៅនឹងកំឡុងពេលដែលប្តឹងបាទទៅកាន់នៅក្នុងតុលាការ ICC គឺចៅក្រមបាទតុលាការគឺបានចាប់អារម្មណ៍យ៉ាងខ្លាំងហើយក៏បានធ្វើការណូតកត់ត្រាជាច្រើនជាពិសេសគឺសំណុំពរបាទទទួលយកបាទតុលាការទទួលយកនៅពាក្យបណ្ដឹងនេះបាទយ៉ាងសស្រាក់សស្រាមហើយជាពិសេសគឺមានបងប្អូនខ្មែរយើងដែលនៅតាមរដ្ឋផ្សេងជាច្រើននៅសហរដ្ឋអាមេរិកបាទគាត់សុខចិត្តជិះយន្តហោះមកដើម្បីចូលរួមនៅក្នុងសកម្មភាពបណ្ដឹងនេះផងដែរហើយពាក្យបណ្ដឹងនេះគាត់បានដាក់យូរហើយក៏ប៉ុន្តែតុលាការហ្នឹងទើបតែកោះហៅគាត់នៅថ្ងៃច័ន្ទទី24ខែសីហាឆ្នាំ2026នេះទេដើម្បីឲ្យគាត់ហ្នឹងបានចូលរួមបំភ្លឺហើយដោយបងប្អូនបានឃើញស្រាប់ហើយគាត់ live គាត់សប្បាយចិត្តមែនតើហើយឃើញតែគាត់បានយកឯកសារទាំងកាបូបទាំងវ៉ាលីហ្នឹងមិនដឹងថាប្រមាណទេបាទគាត់ឯកសាររបស់គាត់ហ្នឹងមានជាង300ទំព័របាទខ្ញុំចាំច្បាស់គឺ300ទំព័របាទឯកសារច្រើនហើយមានទាំងយុវជនបាទយុវជនឆ្នើមរបស់យើងហើយក៏មានស្ត្រី2នាក់ទៀតដែលបានចូលរួមបាទទាំងអស់4នាក់ប៉ុន្តែមានអ្នកចូលរួមផ្សេងទៀតដែលទៅអមដំណើរលោកទៅកាន់តុលាការ ICC បាទដែលគឺជាខ្មែរស្ម័គ្រចិត្តបាទគាត់មិនមាននិន្នាការនយោបាយទៅខាងណាទេក៏ប៉ុន្តែគាត់តាក់ទងទៅនឹងចំនួនព្រំដែនកម្ពុជាថៃគឺគាត់បានគ្រប់គ្រងទាំងស្រុងនៅក្នុងការប្តឹងទៅកាន់តុលាការ ICC ហើយពួកគាត់ក៏បានជិះយន្តហោះមកពីរដ្ឋផ្សេងដើម្បីចូលរួមបាទផងដែរអញ្ចឹងហើយព័ត៌មានលម្អិតគឺអ្វីដែលគាត់ត្រូវធ្វើបន្ថែមទៀតគឺតុលាការ ICC បានសំណូមពរគាត់រកព័ត៌មានបន្ថែមក៏ប៉ុន្តែជាក់ស្ដែងគាត់មិនបានបញ្ជាក់ថាត្រូវរកព័ត៌មានបន្ថែមភស្តុតាងអីបន្ថែមមកទេគាត់តែដឹងថាយើងត្រូវរកព័ត៌មានបន្ថែមភស្តុតាងបន្ថែមពីថៃបាទពីថៃពីព័ត៌មានរបស់យើងច្រើនមែនក៏ប៉ុន្តែមិនទាន់គ្រប់លក្ខខណ្ឌឡើយចឹងឲ្យរកបន្ថែមទៀតដើម្បីតុលាការអាចនឹងសង្ឃឹមបាទសង្កត់ទៅលើភាគីថៃហ្នឹងដើម្បីឲ្យឈ្នះហើយនឹងទទួលយកទឹកដីប្រទេសកម្ពុជាត្រឡប់មកវិញអញ្ចឹងឯតុលាការបានកោះហៅគាត់នៅថ្ងៃច័ន្ទទី24ខែសីហាឆ្នាំ2026ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសដែលធ្វើសកម្មភាពដែលក្រោមឈ្មោះថារដ្ឋាភិបាលឯករាជ្យ$23
បាទដែលមានលោកសំរងស៊ីជាប្រធានហើយក៏បានអះអាងពីការចូលផ្ដោតសក្ខីកម្មនៅតុលាការព្រហ្មទណ្ឌអន្តរជាតិជុំវិញពាក្យបណ្ដឹងទាមទារឲ្យចាប់ខ្លួនមេដឹកនាំថៃពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមបាទឧក្រិដ្ឋកម្មសង្គ្រាមបាទបល័យពូជសាសនេះចង់ចូលដល់ឧក្រិដ្ឋកម្មសង្គ្រាមបល័យពូជសាសហើយព្រោះសម្រាប់មនុស្សយ៉ាងរង្គាលហើយផោះតាំងជាច្រើនទៀតដូចជាការចាក់ថ្នាំកងទ័ពបាទដែលគាត់ចាប់បានហើយបលែងមកវិញឈួតលីលីអស់ហើយបាទហើយក្រុមមន្ត្រីរដ្ឋាភិបាល23តុលានេះក៏បានលើកឡើងពីភាពជោគជ័យនៅក្នុងការជំនួបជាមួយនឹងរដ្ឋអញ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងឡាអេមុននឹងរំពឹងថា ICC នឹងកោះហៅមេដឹកនាំថៃទៅសាកសួរក៏ប៉ុន្តែអ្នកតាមដាននយោបាយកម្ពុជាខ្លះហាក់គ្មានជំនឿនិងខ្លះទៀតមានជំនឿតិចតួចថា ICC នឹងមានចំណាត់ការលើមេដឹកនាំថៃក្រោយការស្ដាប់សក្ខីកម្មដែលផ្ដល់ដោយក្រុមអ្នកនយោបាយប្រឆាំងកម្ពុជាដោយបងប្អូនបានដឹងហើយយើងមានពន្លឺច្រើនមិនសំខាន់ទេចំពោះការចាប់ថ្នាក់ដឹកនាំថៃមេដឹកនាំថៃដែលពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មសង្គ្រាមពីព្រោះនេះគឺជាទោសដ៏ធ្ងន់ធ្ងរមួយដែលមិនអាចលើកលែងឲ្យបានហើយចំណែកតុលាការអន្តរជាតិព្រហ្មទណ្ឌនៅទីក្រុងឡាអេក៏មិនភ័យខ្លាចនៅក្នុងការចាប់ដែរក៏ប៉ុន្តែគាត់នៅសំណុំពរឲ្យយើងមានពន្លឺមួយគឺឲ្យយើងរកភ័ស្តុតាងបន្ថែមបាទបន្ថែមបន្តិចទៀតបើសិនជាយើងប្រៀបធៀបទៅនឹងអ្វីដែលលោកអ៊ុំសំអានបានរៀបរាប់ឃើញថាតុលាការបានទទួលយកពាក្យបណ្ដឹងហើយក៏បានបើកភ្លើងខៀវយើងអាចនិយាយបានថាតុលាការទទួលយកប្រហែលជា 95% ហើយពាក្យបណ្ដឹងហ្នឹងគឺអាចនិយាយបានថាជោគជ័យ 95% ហើយនៅតែ 5% ទៀតដែលយើងត្រូវរកព័ត៌មានបន្ថែមហើយនឹងភ័ស្តុតាងបន្ថែមដើម្បីអាចកម្ចាត់មេដឹកនាំនឹងបានប៉ុន្តែបើតាក់ទងមួយដីធ្លីគឺយើងមានគ្រប់គ្រាន់ហើយបាទបើយើងបញ្ជាក់តាមលោកអ៊ុំសំអានហ្នឹងគឺមានគ្រប់គ្រាន់សម្រាប់ការយកទឹកដីមកវិញហើយក៏ប៉ុន្តែសម្រាប់ភ័ស្តុតាងដែលត្រូវចាប់មេដឹកនាំថៃហ្នឹងគឺមិនទាន់គ្រប់គ្រាន់ទេអញ្ចឹងនៅខ្វះបន្ថែមទៀតអញ្ចឹងឯព័ត៌មានបន្ថែមទៀតមានតែរងចាំតាមដានពីលោកអ៊ុំសំអានដែលជារាជរដ្ឋាភិបាលឯករាជ្យតំណាងឲ្យរដ្ឋាភិបាលឯករាជ្យ23ដុល្លារតើលោកនឹងស្វែងរកព័ត៌មានដែលពាក់ព័ន្ធទៅនឹងថ្នាក់ដឹកនាំថៃនឹងធ្វើម៉េចឲ្យជាប់បទឧក្រិដ្ឋកម្មពេញទីបាទឧក្រិដ្ឋកម្មសង្គ្រាមយើងមានហើយក៏ប៉ុន្តែធ្វើម៉េចឲ្យអាចមានជារូបភាពជាឯកសារជាលាយលក្ខណ៍អក្សរណាមួយមកដើម្បីឲ្យតុលាការមានទម្ងន់នៅក្នុងការដាក់ទោសនិងប្រកាសចាប់ខ្លួនមេដឹកនាំថៃតែម្ដងបាទសំខាន់គឺភ័ស្តុតាងរឿងចាប់ខ្លួនមិនសំខាន់ទេបាទចាប់ខ្លួនវិនាទីណាក៏បានដែរក៏ប៉ុន្តែសំខាន់ភ័ស្តុតាងអញ្ចឹងអ្វីដែលតុលាការចង់បានតែភ័ស្តុតាងបន្ថែមទៀតប៉ុណ្្នឹងទេដើម្បីចាប់ថ្នាក់ដឹកនាំមេដឹកនាំថៃចំណែកពាក់ព័ន្ធនឹងដីធ្លីគឺយើងមានឯកសារគ្រប់គ្រាន់បាទអញ្ចឹងអរគុណច្រើនបងប្អូនហើយសង្ឃឹមថាបើបងប្អូនមានព័ត៌មានណាអាប់ដេតថ្មីបន្ថែមពីលើនេះទៀតសូមបងប្អូនជួយខមមិននៅក្នុងវីដេអូខាងក្រោមដើម្បីឲ្យខ្ញុំបានដឹងផងពីព្រោះចំណុចខ្លះខ្ញុំស្រាវជ្រាវមិនទាន់បានដិតដល់បាទសូមអរគុណសូមជម្រាបលាបាទ